ភាមិននឹងដើមមន្ត្រីជាន់ខ្ពស់រឿងឆបបកអនឡាញបានបង្ហាញថាការពារអុក្រិតជនខ្លមមើលសង្គមអះអាងថាការដែលសភាកម្ពុជាមិនមានចំណាត់ការក៏ហៅមន្ត្រីជាន់ខ្ពស់មកដេញដោលជំវិញបញ្ហាឧស្សាហកម្មបោកតាមអនឡាញនេះគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពនយោបាយបច្ចុប្បន្នដែលអំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងដៃបកតែមួយបានធ្វើឲ្យយន្តការត្រួតពិនិត្យនិងតលយៈភាពអំណាចដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យបានចុកសោតការអះអាងនេះគឺបន្ទាប់ពីរដ្ឋសភាកម្ពុជាអះអាងថាមិនមានគម្រោងក៏ហៅសមាជិករដ្ឋាភិបាលមកសាកសួរអំពីចំណាត់ការលើកុតកម្មឆបបកអនឡាញនោះទេដោយសារតែរដ្ឋាភិបាលបានអនុវត្តច្បាប់មានប្រសិទ្ធភាពនិងជឿទុកចិត្តបានទោះបីជាលោកលីយ៉ុងផាត់និងលោកកុកអានរងការចាប់ប្រកាន់ជាប់ពាក់ព័ន្ធនឹងកិច្ចកម្មឆបបកអនឡាញនិងអំពើជួញដូរមនុស្សក្តីប៉ុន្តែពួកគាត់មិនត្រូវបានអាជ្ញាធរកម្ពុជាចាត់វិធានការផ្លូវច្បាប់ឬហៅទៅសួរនាំនោះទេព្រោះពួកគាត់មានទាំងអំណាចនយោបាយនិងទ្រព្យសម្បត្តិជាច្រើនដែលចាំជួយដល់បកកណ្ដាលអំណាចនិងគ្រួសារត្រកូលហ៊ុនអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកលោកសេងវ៉ាន់លីប្រាប់ទូរទស្សន៍អាស៊ីសេរីថាការដែលសភាកម្ពុជាមិនមានចំណាត់ការក៏ហៅមន្ត្រីជាន់ខ្ពស់មកដេញដោលជំវិញបញ្ហាឧស្សាហកម្មឆបបកនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពនយោបាយបច្ចុប្បន្នដែលអំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងដៃបកកណ្ដាលអំណាចតែមួយនៅពេលស្ថាប័ននីតិបញ្ញត្តិនិងស្ថាប័ននីតិប្រតិបត្តិមានប្រភពចេញពីបកនយោបាយតែមួយយន្តការត្រួតពិនិត្យនិងតលយៈភាពអំណាចដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យត្រូវបានចុះខ្សោយឬស្ទើរតែរលាយបាត់រូបរាងតែម្ដងលោកសេងវ៉ាន់លីបន្ថែមទៀតថាក្នុងបដិបត្តិនៃខ្សែស្រឡាយនយោបាយនិងអំណាចសេដ្ឋកិច្ចត្រូវបានចាក់ស្រេះចូលគ្នាយ៉ាងណានបែបនេះលោកថាវាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេដែលគ្មានការដេញដោលព្រោះតំណាងរាស្ត្រដែលជាអ្នកសួរនិងរដ្ឋមន្ត្រីដែលត្រូវឆ្លើយសុទ្ធតែស្ថិតក្រោមរចនាសម្ព័ន្ធដឹកនាំតែមួយដែលធ្វើឲ្យការបំពេញតួនាទីតាមដានគ្នាទៅវិញទៅមកคล้ายទៅជារឿងដែលមិនអាចទៅរួចលោកសេងវ៉ាន់លីបន្ថែមទៀតថាការដែលឧស្សាហកម្មឆបបោកនៅតែបន្តមានវត្តមានវាមិនមែនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែវាបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីវិបត្តិនៃការរំលោភអំណាចនិងការចុកខ្សោយនៃប្រព័ន្ធគ្រប់គ្រងរដ្ឋនៅក្នុងសម័យឯកបកចំណុចរបត់នៃការបាត់បង់តុល្យភាពអំណាចចាប់តាំងពីការរំលាយបកប្រឆាំងដ៏ធំកាលពីឆ្នាំ2017វាបានបន្សល់ទុកនៅចន្លោះប្រហោងដ៏ធំក្នុងប្រព័ន្ធត្រួតពិនិត្យជាតិការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះគឺបន្ទាប់ពីអ្នកនាំពាក្យប្រធានសភាលោកកៅពិសិដ្ឋបានអះអាងប្រាប់អ្នកសារព័ត៌មានថារដ្ឋសភាមិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលមកសាកសួរពីចំណាត់ការលើកុតកម្មឆបបកតាមអនឡាញនោះទេដោយសាររដ្ឋាភិបាលបានអនុវត្តច្បាប់លើបញ្ហាអុក្រិតកម្មមានប្រសិទ្ធភាពនិងទុកចិត្តបានផ្ទុយពីការលើកឡើងនេះអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23លោកកឹមសុខប្រាប់ទូរទស្សន៍អាស៊ីសេរីថាការដែលអាជ្ញាធរកម្ពុជាមិនហ៊ានបើកការស៊ើបអង្កេតមកលើមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាលត្រកូលហ៊ុនរួមនឹងសមាជិកព្រឹទ្ធសភាលោកលីយ៉ុងផាត់និងលោកកុកអានព័ន្ធអុក្រិតកម្មឆបបកតាមអនឡាញនិងការជួញដូរមនុស្សព្រោះអ្នកទាំងនោះគឺជាអ្នករកលុយដ៏ធំបំផុតជួយដល់គ្រួសារត្រកូលហ៊ុនរួមនឹងបកកណ្ដាលអំណាចសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិចោទប្រកាន់មនុស្សចំណិតរបស់លោកហ៊ុនសែនគឺលោកអុកញ៉ាលីយ៉ុងផាត់និងអុកញ៉ាកុកអានពាក់ព័ន្ធអុក្រិតកម្មឆបបកតាមអនឡាញនិងការជួញដូរមនុស្សលំដាប់អន្តរជាតិក៏ប៉ុន្តែមកទល់ពេលនេះគ្មានស្ថាប័នរដ្ឋណាមួយហ៊ានបើកការស៊ើបអង្កេតទៅលើបុគ្គលទាំងពីរនាក់នោះទេលោកលីយ៉ុងផាត់និងលោកកុកអានបានចេញអះអាងជាសាធារណៈថាមិនជាប់ពាក់ព័ន្ធនឹងឧក្រិតកម្មឆបបកតាមអនឡាញនិងការលាងលុយកខ្វក់និងអំពើជួញដូរមនុស្សនោះទេកន្លងមកនេះសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិបានរកឃើញថាមិនមែនមានតែលោកលីយ៉ុងផាត់និងលោកកុកអាននោះទេដែលមានជាប់ពាក់ព័ន្ធនឹងឧក្រិតកម្មឆបបកតាមអនឡាញនិងអំពើជួញដូរមនុស្សនេះសូម្បីតែក្មួយលោកហ៊ុនសែនគឺលោកហ៊ុនតូនិងលោកណេតសាវឿនដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតក៏ត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងកិច្ចកម្មឆបបកតាមអនឡាញការលាងលុយកខ្វក់និងការជួញដូរមនុស្សលំដាប់ថ្នាក់អន្តរជាតិដែរប៉ុន្តែអ្នកទាំងនោះមិនត្រូវបានស្ថាប័នពាក់ព័ន្ធណាហ៊ានស៊ើបអង្កេតនិងចាត់វិធានការច្បាប់នោះឡើយពីការព័ត៌មានរបស់ខ្ញុំបេឡាពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23